ក្រឡេកមើលចន្លោះឆ្នាំ79ដល់ឆ្នាំ91គឺរយៈពេល12ឆ្នាំ12ឆ្នាំហ្នឹងកងទ័ពយួននៅពេញប្រទេសកម្ពុជាមុននឹងមានកិច្ចព្រមព្រៀងសន្តិភាពប៉ារីសតម្រូវឲ្យកងទ័ពយួនដកចេញពីប្រទេសកម្ពុជាសួរថាចន្លោះពេល12ឆ្នាំហ្នឹងលោកហ៊ុនសែនធ្វើអីខ្លះទៅកាន់យួនបានជាយួនហ៊ានលើកបន្ទប់លោកហ៊ុនសែនឲ្យកាន់អំណាចមកដល់សប្តាហ៍ថ្ងៃហ៊ុនសែនព្រមធ្វើតាមដោយសារតែអំណាចឬក៏ភាពលោភលន់នៃការចង់បានអំណាចគ្រប់គ្រងអំណាចគាត់សុខចិត្តដែលមិនគិតពីប្រយោជន៍ប្រទេសជាតិមិនគិតពីប្រយោជន៍ប្រជាពលរដ្ឋខ្មែរសុខចិត្តបំផ្លាញប្រជាពលរដ្ឋខ្មែរតាមរយៈបំផ្លាញធនធានមនុស្សមិនឲ្យមានការអប់រំចំណេះដឹងផ្សេង7មករារដ្ឋាភិបាលកម្ពុជារដ្ឋាភិបាល7មករាហ្នឹងគេបង្កើតព័ត៌មានបំផ្លាញព័ត៌មានដើម្បីឲ្យប្រជាពលរដ្ឋជឿលងជំនឿរបស់គាត់ដែលរក្សាអំណាចក្តៅក្តាប់អំណាចដោយដែលយួនរៀបចំឲ្យហ្នឹងគាត់មិនគិតគូរពីប្រជាពលរដ្ឋ